នេះគឺជាតំបន់ដ៏ស្រស់ស្អាតបំផុតមួយនៅលើកោះរ៉ុងនៅទីនេះគឺឆ្នេរកោះរ៉ុងមានទឹកថ្លាឆ្នេរខ្សាច់សស្អាតហើយមានផែចូលដល់ផ្ទាល់ងាយស្រួលក្នុងការធ្វើដំណើរដើម្បីស្វែងរកបឹងកាឡូដែលមានលក្ខណៈសម្បត្តិដូចលោកអ្នកចង់បានតម្លៃសមរម្យដើរត្រឹមតែ1នាទីដល់ឆ្នេរទេសភាពស្អាតសូមពិនិត្យមើលនៅទីនេះជាកន្លែងដែលមានបឹងកាឡូនិងបន្ទប់ជាច្រើនប្រភេទស្ថិតនៅឆ្នេរកោះរ៉ុងដែលគេស្គាល់បានថាជាឆ្នេរឡុងសិតនៅទីនេះពួកគាត់មានបន្ទប់ដែលមិនជាប់នឹងមាត់សមុទ្រផ្ទាល់ប៉ុន្តែអ្នកទាំងអស់គ្នានៅតែអាចដើរត្រឹមតែ1នាទីដល់ឆ្នេរខ្សាច់ស្អាតហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលបឹងកាឡូដែលស្ថិតនៅទីនេះទាំងអស់គ្នានៅពេលដែលបើកទ្វារចូលដំបូងភ្លាមអ្នកទាំងអស់គ្នានឹងទទួលបាននៅអារម្មណ៍ផាសុកភាពបូករួមជាមួយនឹងសោភ័ណភាពដែលនៅក្នុងបឹងកាឡូនេះទាំងមូលតែម្ដងទីនេះគឺបំពាក់ទៅដោយបន្ទប់ម៉ាស៊ីនត្រជាក់មានទឹកក្តៅទឹកត្រជាក់បន្ទប់ទឹកមានផាសុកភាពបើអ្នកទាំងអស់គ្នាចង់បានភាពឯកជនសូមអ្នកទាំងអស់គ្នាជ្រើសរើសយកបឹងកាឡូដែលមានតម្លៃសមរម្យមួយនេះទីនេះតែងតែមានតម្លៃទាបជាងបឹងកាឡូដែលមានទេសភាពនៅជាប់មាត់សមុទ្រប៉ុន្តែស្ថិតនៅក្នុងបរិវេណតែមួយហើយអ្នកទាំងអស់គ្នាអាចដើរដល់ឆ្នេរលឿនដូចគ្នា